បាទសូមគោរពនឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនអរគ្នានេះគឺខ្ញុំចង់បង្ហាញទៀតខ្លីៗពីប៉ុន្តែនឹងការកំណត់ font layout ទៅក្នុងកម្មវិធី Word ទាំងអស់គ្នាបាទនៅពេលដែលយើងបើកកម្មវិធី Word មកវាតែចេញអក្សរ font បែបនេះនៅពេលដែលយើងសៀកអក្សរឧទាហរណ៍យើងសៀកពីតកូនខ្មែរជាងមកនេះកូនខ្មែរជាងមកនេះវាចេញ font បែបនេះបាទហើយអ្វីដែលយើងចង់បានគឺយើងចង់បាននៅពេលដែលយើងបើកកម្មវិធី Word មកគឺឲ្យវាចេញ font auto នៅ font ណាមួយដែលយើងបានកំណត់ឧទាហរណ៍យើងចង់កំណត់ដាក់ font ខ្មែរ OX សៀមរាបហើយទំហំ12បើចំពោះ font អង់គ្លេសគឺយើងចង់បាន font Times New Roman ហើយទំហំ12ដូចគ្នាអញ្ចឹងដើម្បីយើងកំណត់បែបនេះបានគឺយើងត្រូវចូលទៅក្នុងកន្លែងត្រួយនេះមកឬគេហៅថាជ្រុងអញ្ចឹងយើងត្រូវចូលទៅក្នុង tab របស់ font កន្លែងនេះហើយយើងមើលមកកន្លែងពីនេះកន្លែងនេះគឺជាកន្លែងដែលយើងកំណត់ទៅលើ font អង់គ្លេសហើយកន្លែងនេះគឺយើងកំណត់ទៅលើ font ខ្មែរអញ្ចឹង font អង់គ្លេសជាទូទៅគឺយើងប្រើ font មួយឈ្មោះថា Times New Roman Times S New Roman ចេះមកហើយចំពោះទំហំ font គឺដាក់42ហើយចំពោះ font ខ្មែរគឺយើងប្រើ font ខ្មែរ OS សៀមរាបខ្មែរ OS សៀមរាបចេះមកខ្មែរសៀមរាបហើយទំហំវាដាក់12ដូចគ្នាបាទនៅពេលដែលយើងកំណត់បាន font ពីរនេះហើយបន្ទាប់ទៅទៀតគឺយើងចូលទៅកន្លែងពាក្យថា set as default ចុះពាក្យ set as default នេះវាមាន2កម្រិតបើសិនជាយើងជម្រើសទី1ពាក្យថា this document only មានថានៅពេលដែលយើងកំណត់គឺជាប់បានតែលើ file ដែលយើងកំពុងតែប្រើប្រាស់នឹងមួយទេអញ្ចឹងបើសិនជាយើងចង់ឲ្យជាប់រាល់ file ទាំងអស់នៅពេលដែលយើងបើកមកឬក៏នៅពេលដែលយើងបើកកម្មវិធី Word មកឲ្យជាប់ font ដែលយើងបានកំណត់នេះ auto រហូតអញ្ចឹងយើងអាចយកពាក្យថា all document បើហើយបន្ទាប់ពីយើងយកពាក្យ all document ហើយយើងយកពាក្យថា OK មកប៉ុណ្ណឹងបានឥឡូវឧទាហរណ៍ថាយើងបិទកម្មវិធីហើយយើងបើកកម្មវិធីនឹងមកម្ដងទៀតឥឡូវយើងសាកល្បងមកបើកកម្មវិធី Word មកនេះឃើញទេយើងបើក blank document មកហើយយើងសាកទៅសេមកទៅសេពាក្យថាកូនខ្មែរដដែលអូខេកូនខ្មែរអញ្ចឹងមកឃើញទេជាអក្សរអង់គ្លេសវានឹងចែក default ទៅ Times New Roman ហើយទំហំ12ហើយភាសាខ្មែរក៏ដូចគ្នាដែរនេះបើជាកូនខ្មែរឃើញទេកូនខ្មែរអញ្ចឹងវាចេញ auto font ខ្មែរ OS សៀមរាបហើយទំហំ12ហើយ Times New Roman សម្រាប់ភាសាអង់គ្លេសគឺចេញ Times New Roman ហើយទំហំ12ដូចគ្នាដែរអញ្ចឹងមានតែប៉ុណ្្នឹងបាទសូមអរគុណទាំងអស់គ្នា